một đo tiết hỏi nơi ngày thì muối đại chỉ ngày sải Starlight Skin ประจำ khai កុម្ភៈ đại chỉ hiện đa គឺ បាន មក ដល់ ហើយ ហើយ នៅ ថ្ងៃ ទី 1 ជា ថ្ងៃ ស្អែក រ៉ា Skin Cool Snack Collector Valentine រវាង Odette ក៏ដូចជា Lancelot ក៏ បាន មក ដល់ ដូច គ្នា សម្រាប់ គ្នា យើង ណា ដែល មាន តម្រូវការ នៅ ក្នុង ការ យក Skin ទាំង អស់ នេះ នៅ ក្នុង មាន តម្លៃ ថោក សមរម្យ នៅ ថ្ងៃ ស្អែក សូម កុំ ភ្លេច ជាមួយ នឹង website របស់ admin បាទ ដែល មាន ឈ្មោះ ថា Ton Game Store ហើយ នៅ ថ្ងៃ ទី 4 ខែ កុម្ភៈ រាល់ Skin Luna Fast ឬ ក៏ Skin យើង ហៅ ថា ចូល ឆ្នាំ ចិន ចាស់ នឹង ត្រឡប់ មក វិញ ហើយ នៅ ថ្ងៃ ទី 6 ខែ កុម្ភៈ Skin Epic របស់ Visana នឹង ចេញ មក នឹង ដាក់ លក់ នៅ ក្នុង shop នៅ ថ្ងៃ ទី 9 ខែ កុម្ភៈ Skin Atlas នឹង ចេញ មក ជាមួយ នឹង Skin Epic Time Limit 2 ផ្សេង ទៀត ធ្វើ ឲ្យ យើង ចាប់ ដូច តែ រាល់ ដង ដូច ជា Skin Digi ក៏ ដូច ជា Skin Halo ហើយ នៅ ថ្ងៃ ទី 11 ខែ កុម្ភៈ Skin Idora Covenant នឹង ចេញ មក ដែល ជា លក្ខណៈ event ជួយ គ្នា ទៅ វិញ ទៅ មក នៅ ថ្ងៃ ទី 13 ខែ កុម្ភៈ Skin Luna Fast Leo Mode ដ៏ ថ្មី ស្រឡាំង ប្រចាំ ចូល ឆ្នាំ ចិន នៅ ឆ្នាំ នេះ ក៏ ចេញ មក ដូច គ្នា នៅ ថ្ងៃ ទី 17 ខែ កុម្ភៈ Skin Hanabi ទាំង ពីរ នេះ នឹង ដាក់ ឲ្យ យើង យក ដោយ free នៅ ក្នុង ព្រឹត្តិការណ៍ ដែល យើង ស្គាល់ ថា ជា ព្រឹត្តិការណ៍ ឆ្នាំ ទី 2 នៃ Golden Man នៅ ថ្ងៃ ទី 19 ខែ កុម្ភៈ Skin Zodiac របស់ Lancelot នឹង ត្រឡប់ មក វិញ ហើយ នៅ ថ្ងៃ ទី 19 ខែ កុម្ភៈ ដដែល Skin Special Franco នឹង ចេញ មក ហើយ នឹង ដាក់ លក់ ឲ្យ យើង នៅ ក្នុង តម្លៃ ត្រឹមតែ 60 Diamond តែ បន្ត នៅ ថ្ងៃ ទី 20 ខែ កុម្ភៈ Skin រដូវ ស្លឹកឈើជ្រុះ និង ផ្ការីក របស់ Florence និង Mia ក៏ បាន ចេញ មក ត្រៀម ខ្លួន រួច រាល់ ហើយ នៅ គ្នា យើង ហ្នឹង នៅ ថ្ងៃ ទី 24 ខែ កុម្ភៈ Skin Nathan Covenant ក៏ បាន ចេញ មក នៅ ថ្ងៃ ទី 1 ខែ មីនា Skin Starlight ប្រចាំ ខែ មីនា គឺ បាន ទៅ លើ កញ្ញា Freya នៅ ថ្ងៃ ទី 1 ខែ មីនា ឆ្នាំ ដដែល គឺ Skin Collector ខែ មីនា ខែ ក្រោយ មួយ ទៀត គឺជា Skin របស់ Tigreal ក៏ បាន ចេញ មក ដែរ នៅ ថ្ងៃ ទី 3 ខែ មីនា Skin Lilia Covenant ដែល ជា Skin Part 2 ចុងក្រោយ ក៏ បាន ដាក់ លក់ នៅ ក្នុង ថ្ងៃ នេះ នៅ ថ្ងៃ ទី 8 ខែ មីនា Skin Fanny Legend ក៏ បាន មក ដល់ ហើយ អ្នក ដែល រងចាំ Fanny ត្រៀម លុយ ត្រៀម កាក់ សម្រាប់ ថ្ងៃ ទី 8 មីនា ជា ថ្ងៃ ដែល សិត នារី ហើយ នៅ ថ្ងៃ ទី 2 ខែ មីនា អ្វី ដែល អ្នក ទន្ទឹង រងចាំ នោះ គឺ Promo Diamond ឬ ក៏ ពេជ្រ ពណ៌ លឿង នឹង មក ដល់ ហើយ នឹង ដាក់ ធ្វើ ជា test ដែល មាន រយៈ ពេល គឺ 16 ថ្ងៃ ស្មើ នឹង កន្លះ ខែ គ្នា យើង ហើយ នៅ ថ្ងៃ ទី 12 ខែ មីនា ការ ទម្លាក់ rank នឹង ចេញ មក ជាមួយ នឹង hero ថ្មី ដែល មាន ឈ្មោះ ថា Marshall ដែល ជា hero support ហើយ ក៏ មាន ការ free skin ទី season ទី 40 របស់ Chip និង skin special របស់ Esmeralda ដែល លក់ នៅ ក្នុង តម្លៃ ដោយ រាល់ ដង ដែរ គ្នា យើង គឺ 100 ពេជ្រ តា លុយ នៅ ឯ ណា ទៅ គ្នា យើង កុំភ្លេច ឃុំ នៅ ខាង ក្រោម ថា គ្នា យើង ចង់ បាន នៅ skin មួយ ណា ហើយ ក៏ ដូច ជា រងចាំ នៅ skin មួយ ណា ដែរ សូម អរគុណ ជួប គ្នា នៅ វីដេអូ ក្រោយ បាយ បាយ កុំភ្លេច ជួយ គាំទ្រ website របស់ admin ម្នាក់ មួយ ផង ណា